តម្លៃនៃតុល្យភាពសេចក្តីលះបង់និងវិន័យព័ត៌មាន KTN Insight សូមជូនខ្លឹមសារវិចារណកថានៅក្នុងភូមិសាស្ត្រនយោបាយនិងកលៈទេសៈសង្គ្រាមទឹកដីនិងកងទ័ពគឺជាដង្ហើមរស់របស់ជាតិគ្មានអ្វីសំខាន់ជាងការរក្សាបាននូវអធិបតេយ្យភាពជាតិនិងការការពារសុវត្ថិភាពជូនប្រជាជនឡើយប៉ុន្តែដើម្បីសម្រេចបាននូវជោគជ័យដ៏អង្អាចនេះយើងត្រូវពិចារណាលើកត្តាសំខាន់ៗចំនួន3ដែលជាស្នូលនៃភាពរឹងមាំរបស់ជាតិទី1ជំនួយនិងតុល្យភាពក្នុងសមរភូមិជំនួយពីមិត្តភ័ក្តិអន្តរជាតិពិតជាមានសារៈសំខាន់មិនថាជាសម្ភារៈសឹកបច្ចេកទេសឬស្បៀងអាហារនោះទេទោះជាយ៉ាងណាក៏ដោយមេរៀនប្រវត្តិសាស្ត្របានបង្រៀនយើងថាជំនួយគឺជាដាវមុខពីរប្រទេសមួយដែលខ្លាំងជាប្រទេសដែលចេះប្រើប្រាស់ជំនួយដើម្បីពង្រឹងសមត្ថភាពខ្លួនឯងប៉ុន្តែត្រូវរក្សាលំនឹងនិងនយោបាយឲ្យបានរឹងមាំបំផុតការផ្អៀងទៅម្ខាងខ្លាំងពេកអាចធ្វើឲ្យយើងបាត់បង់ឯករាជ្យភាពនៃសេចក្តីសម្រេចចិត្តឬក្លាយជាកូនអុកក្នុងល្បែងអំណាចរបស់គេការរក្សាភាពថ្លៃថ្នូរនិងតុល្យភាពមិនផ្អៀងឆ្វេងឬស្ដាំគឺជាខែលការពារដ៏ល្អបំផុតដើម្បីធានាថាយើងជាម្ចាស់នៃជោគវាសនាខ្លួនឯងទី2ការលះបង់ដែលហែកបេះដូងជាតិសាសន៍រូបភាពនៃការពលីជីវិតរបស់កងទ័ពម្នាក់ៗក្នុងសមរភូមិមិនមែនគ្រាន់តែជាការបាត់បង់កម្លាំងទ័ពម្នាក់នោះទេប៉ុន្តែគឺជាការហែកបេះដូងគ្រួសាររបស់គាត់ជាពីរសម្រាប់ភរិយាកូននិងឪពុកម្ដាយសពកងទ័ពគឺជាមហាទុក្ខដែលគ្មានអ្វីប្រៀបផ្ទឹមបានចំពោះប្រជាជនខ្មែរទាំងមូលវាក៏ជាការឈឺចាប់ដែលមិនអាចបំភ្លេចបានចំពោះវីរបុរសដែលបានយកសាច់ស្រស់ឈាមស្រស់ទៅការពារបូរណភាពទឹកដីអ្វីដែលកាន់តែខ្លោចផ្សាបំផុតនោះគឺមិត្តរួមអាវុធដែលឈរជើងក្បែរគ្នាការឃើញសមមិត្តដែលធ្លាប់ហូបបាយរួមគ្នាដេកក្បែរគ្នាត្រូវដួលសន្លប់ក្នុងថ្លុកឈាមគឺជាមុខរបួសផ្លូវចិត្តដ៏ជ្រៅបំផុតសម្រាប់កងទ័ពដូច្នេះតម្លៃនៃសន្តិភាពនិងការគោរពចំពោះអ្នកស្នេហាជាតិត្រូវតែស្ថិតក្នុងដួងចិត្តយើងជានិច្ចទី3អាវុធដែលមើលមិនឃើញនៅក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានគឺជាអាវុធដ៏មុតស្រួចការបង្ហោះឬចែកចាយរូបភាពសកម្មភាពនិងទីតាំងរបស់កងទ័ពដោយអចេតនាគឺជាការបើកផ្លូវឲ្យសត្រូវវាយប្រហារយើងចំគោលដៅរាល់រូបភាពដែលអ្នកបង្ហោះដើម្បីសម្ដែងការគាំទ្រប្រហែលជាអាចក្លាយជាផែនទីសម្រាប់សត្រូវការរក្សាការសម្ងាត់ជូនកងទ័ពគឺជាការជួយសង្គ្រោះជីវិតពួកគេនិងជាការជួយការពារទឹកដីយើងត្រូវមានវិន័យខ្ពស់ក្នុងការប្រើប្រាស់បណ្ដាញសង្គមដោយមិនត្រូវចែកចាយព័ត៌មានទ័ពជាដាច់ខាតព្រោះការសម្ងាត់គឺជាជោគជ័យនៃសមរភូមិជាសរុបរួមការការពារទឹកដីមិនមែនជាភារកិច្ចរបស់តែកងទ័ពនោះទេប៉ុន្តែវាជាការរួមគ្នារវាងការដឹកនាំដោយបញ្ញារក្សាតុល្យភាពការដឹងគុណចំពោះអ្នកលះបង់និងការមានវិន័យក្នុងនាមជាពលរដ្ឋរក្សាការសម្ងាត់នៅពេលដែលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយដោយស្មារតីទទួលខុសត្រូវខ្ពស់នោះទឹកដីរបស់យើងនឹងនៅតែជារបស់យើងជានិរន្តរ៍វិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាទីសារព័ត៌មាន The Khmer Today